Hello, see you again, brother and sister. អញ្ចឹងថ្ងៃហ្នឹងខ្ញុំមកណែនាំជាមួយនឹង website មួយដែលwebsite ហ្នឹងជា website AI របស់ Google ដូចគ្នាយើងឃើញស្រាប់ហើយការបង្កើត AI នៅក្នុង TikTok ដែលគេតែងតែល្បីហ្នឹងមួយរយៈមួយវឹកចុងក្រោយនេះគឺថាល្បីមែនតើ website AI ហ្នឹងអញ្ចឹងបើគ្នាយើងចង់ចេះបង្កើតអញ្ចឹងខ្ញុំណែនាំទៅហើយបើមានចម្ងល់អីអាច comment សួរខាងក្រោមបានអញ្ចឹងជាដំបូងយើងចូលទៅកាន់កុំព្យូទ័ររបស់យើងចូលទៅកាន់ Chrome អញ្ចឹងការណែនាំរបស់ខ្ញុំនេះគឺខ្ញុំណែនាំទៅលើ PC សម្រាប់ទូរស័ព្ទបើអ្នកនរគ្នាចង់ចេះទៅលើទូរស័ព្ទចាំ comment ខាងក្រោមខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យអ្នកនរគ្នាបានឃើញតែសម្រាប់ថ្ងៃនេះខ្ញុំមកណែនាំជាមួយនឹងនៅលើ PC វិញអញ្ចឹងយើងចូលទៅទាំងអស់គ្នាទី1យើងresearch website ហ្នឹងឈ្មោះថា Gemini បាទខ្ញុំបាន research រួចហើយនេះអញ្ចឹង website ហ្នឹងមានឈ្មោះថា Google Gemini អញ្ចឹងយើងចុចចូលមកអញ្ចឹងជំហានដំបូងដែលយើងអាចបង្កើត AI ឲ្យបានហ្នឹងគឺជំហានដំបូងគឺយើងត្រូវតែ upgrade វាឲ្យឡើងទៅ Pro អញ្ចឹងអ្នកនរគ្នាមើលមកខាងស្ដាំដៃនេះមកឃើញកន្លែងនេះគេដាក់ថា Pro ដោយសារខ្ញុំបាន upgrade រួចហើយអញ្ចឹងដោយសារ app Google Gemini ហ្នឹងគឺគេមាន limit បានន័យថាគេ free ឲ្យយើងប្រើរយៈពេល1ខែអញ្ចឹងបើផុត1ខែទៅអាហ្នឹងយើងត្រូវបង់លុយអញ្ចឹងណាគាត់ថាគេ free ឲ្យយើងប្រើ1ខែដោយយើងអាចបង្កើតវីដេអូបានច្រើនវីដេអូមែនទែនអញ្ចឹងយើងចូលទៅមើលជាមួយខ្ញុំទាំងអស់គ្នារបៀបយើង upgrade ទៅជា Pro យើង upgrade មិនអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នា Let's go អញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាក៏លេខមកមើលខាងស្ដាំដៃខ្ញុំនេះពាក្យថា upgrade អញ្ចឹងយើងចុចលើហ្នឹងមកយើងរងចាំតិចទៅវាកំពុងតែ render អញ្ចឹងនៅក្នុងនេះគេដាក់ថាទទួលបាន Gemini Pro ហ្នឹងច្រើនទៀតតាមរយៈគម្រោង Google AI អញ្ចឹងនៅក្នុងនេះគេដាក់សម្រាប់រយៈពេល1ខែអញ្ចឹង1ខែហ្នឹងគឺយើងអាចប្រើ Google Gemini ហ្នឹង free បានហើយសម្រាប់បន្ទាប់ពី1ខែទៅគឺយើងត្រូវបង់លុយចំនួន20រៀលក្នុង1ខែអញ្ចឹងណាអញ្ចឹងបើបន្ទាប់ពី1ខែទៅបើយើងអត់ចង់បង់លុយទេអាហ្នឹងយើងអាច cancel ចោលបានអញ្ចឹងបន្តមកទៀតយើងមើលមកខាងក្រោមនេះដាក់ពាក្យថាទទួលការផ្ដល់ជូនបានន័យថាយើងយល់ព្រម upgrade អញ្ចឹងណាអញ្ចឹងយើងចុចយល់ព្រមមកអញ្ចឹងយើងរងចាំតិចទៅអញ្ចឹងនៅក្នុងនេះសម្រាប់បងប្អូនដែលគាត់មាន Visa card គឺយើងអាចចុចកន្លែងហ្នឹងមកហើយបន្ទាប់មកចុចពាក្យថាបញ្ចូលកាតឥណទានឬឥណពន្ធអញ្ចឹងយើងចុចលើហ្នឹងមកគ្នាយើងអាចបញ្ចូលព័ត៌មានកាតរបស់យើងហ្នឹងទៅតាមហ្នឹងទៅហើយបន្ទាប់មកយើងចុចរក្សាទុកដោយសារនៅក្នុងនេះខ្ញុំបានបង្កើតមួយហើយនេះ Visa card របស់ខ្ញុំអញ្ចឹងខ្ញុំអត់ត្រូវបង្កើតម្ដងទៀតទេខ្ញុំអាចចុចជាទៅគឺវាអាចឡើងទៅកាន់ Pro បានហើយអញ្ចឹងដោយសារតំណឹងខ្ញុំអត់បង្ហាញទេដោយសារមើលទៅដូចជាមិនពិបាកអីណាទេព្រោះដោយសារកាតនៅក្នុងនេះសិតតែជាកាតព័ត៌មានរបស់យើងអញ្ចឹងបើយើងមានកាតយើងអាចបញ្ចូលតាមហ្នឹងទៅអញ្ចឹងពេលណាដែលពេញបានហើយគឺវាលោតមកកាន់ Pro ហើយអញ្ចឹងពេលណាដែលពេញបានហើយគឺវាលោតមកកាន់វាលោតពាក្យថា Pro អញ្ចឹងដូចដែលខ្ញុំបង្ហាញឲ្យអ្នកនរគ្នាបានឃើញអញ្ចឹងវាលោតដាក់ថា Pro អញ្ចឹងយើងអាចបង្កើតវីដេអូ AI បានហើយអញ្ចឹងរបៀបបង្កើតជំហានដំបូងគឺយើងត្រូវតែបង្កើត prompt វាសិនអញ្ចឹង prompt ហ្នឹងយើងចង់និយាយពីអីឲ្យ AI ហ្នឹងgenerate វីដេអូហ្នឹងទៅជាលក្ខណៈបែបម៉េចយើងអាចប្រាប់ AI ហ្នឹងទៅដើម្បីឲ្យវារកនឹកtopic ណាដែលពាក់ព័ន្ធនឹងព័ត៌មានដែលយើងផ្ដល់ឲ្យខាង AI ហ្នឹងអញ្ចឹង AI ហ្នឹងនឹងធ្វើការ generate ឬក៏បង្កើត prompt ឲ្យយើងអញ្ចឹងសម្រាប់ខ្ញុំនេះ
ខ្ញុំអត់បង្ហាញជាភាសាអង់គ្លេសទេខ្ញុំបង្ហាញជាភាសាខ្មែរអញ្ចឹងបន្ទាប់ពីនឹងមកទៀតគ្នាយើងក៏លេខមកខាងឆ្វេងដៃនេះហើយរើសពាក្យថា2.5 Pro 2.5 Pro នេះអញ្ចឹងចុចលើ2.5 Pro ហ្នឹងដើម្បីកំណត់យក2.5 Pro ហ្នឹងដើម្បីកំណត់យកការបង្កើតវីដេអូរបស់យើងហ្នឹងកំណត់ចុងក្រោយអញ្ចឹងណាអញ្ចឹងជាដំបូងគឺខ្ញុំធ្វើការបង្កើត prompt មកអញ្ចឹងបើគ្នាយើងចង់បានលក្ខណៈ prompt បែបហ្នឹងចាំខ្ញុំតម្លាក់ចូលនៅក្នុង description របស់ខ្ញុំហ្នឹងក្នុង YouTube អញ្ចឹងអ្នកនរគ្នាចាំឆែកមើលតាមហ្នឹងទៅនេះជាទម្រង់ដែលខ្ញុំសរសេរដើម្បីឲ្យ Google Gemini ហ្នឹងធ្វើការបង្កើតអញ្ចឹងយើងធ្វើការ enter មកអញ្ចឹងរងចាំស្ទុះទៅបន្ទាប់ពីហ្នឹងមកយើងធ្វើការ copy វាមកយើងធ្វើការពីត្រឹមនេះមក copy ហើយបន្តមកទៀតអ្នកនរមើលមកខាងក្រោមនេះយកពាក្យថាវីដេអូអញ្ចឹងបន្ទាប់ពីវីដេអូហើយយើងធ្វើការផាសprompt ដែលយើងឲ្យ Google បង្កើតហ្នឹងយើងធ្វើការ enter មកអញ្ចឹងយើងរងចាំមកស្ទុះទៅវានឹងធ្វើការបង្កើតឲ្យយើងហើយតោះប្រហែលជា1នាទីទៅ2នាទីអញ្ចឹងយើងធ្វើការរងចាំបន្តិចមកអញ្ចឹងបន្ទាប់ពីវាបានដល់ចប់ហើយអញ្ចឹងយើងធ្វើការ play ទាំងអស់គ្នាទៅតើកម្រិតនៃការបង្កើតវីដេអូរបស់យើងហ្នឹងកម្រិតណាឃ្លានញ៉ាំទុរេនឡើងញ័រសាច់តែអត់មានអ្នកទិញឲ្យអញ្ចឹងការបង្កើតវីដេអូជាមួយនឹង Google Gemini របស់យើងគឺប៉ុណ្ណឹងហើយបើអ្នកនរគ្នាចង់ download នេះក្លេកមកមើលពាក្យថា download នេះមកធ្វើការចុចទៅគឺធ្វើការ download ទុកមកអញ្ចឹងបើគ្នាយើងមានចម្ងល់អីចង់សួរបន្ថែមទៀតអាច comment សួរបាននៅខាងក្រោមវីដេអូរបស់ខ្ញុំហ្នឹងឬក៏ចង់ឲ្យខ្ញុំធ្វើជាប្រភេទវីដេអូ AI អីផ្សេងទៀតអាច comment ក្រោមវីដេអូទៅខ្ញុំនឹងព្យាយាមធ្វើឲ្យអញ្ចឹងចុងក្រោយមានតែប៉ុណ្្នឹងទេអញ្ចឹងមានចម្ងល់អីអាច comment សួរបានជួបគ្នានៅវីដេអូក្រោយបាយឃ្លានញ៉ាំទុរេនឡើងញ័រសាច់តែអត់មានអ្នកទិញឲ្យ I'm so hungry for durian I'm shaking but no one will buy it for me